ឆាស្ពៃជាមួយសាច់ជ្រូកបីជាន់បាទហាថ្ងៃត្រង់ថ្ងៃនេះគឺឆាស្ពៃជាមួយសាច់ជ្រូកបីជាន់បាទហើយស្នាដៃនោះមិនមែនជាស្នាដៃរបស់ខ្ញុំទេបាទស្នាដៃគឺស្នាដៃពូនរបស់ខ្ញុំទៀតហើយបងប្អូនបាទនៅផ្ទះ3នាក់ថ្ងៃហ្នឹង3នាក់ទៀតហើយតែសារមួយរយៈនេះបាទចូលឆ្នាំហើយបាទប្រពន្ធមកលេងក៏មានការសម្រាកបាទខ្ញុំជួបសម្រាកបានច្រើនថ្ងៃដែរបងប្អូនអញ្ចឹងបន្ទាប់ពីចូលឆ្នាំហើយការងាររឿងតិចអញ្ចឹងណាអញ្ចឹងយើងអាចសម្រាកបានរៀងច្រើនថ្ងៃហើយក៏មានពេលនៅជាមួយគ្រួសារបាទធ្វើម្ហូបហូបបាយជុំគ្នាបាទហើយបងស្រីរបស់ខ្ញុំដោយរដងអញ្ចឹងបាទគាត់ទៅធ្វើការព្រឹកឡើងគាត់ធ្វើការដល់ពេលអញ្ចឹងខ្ញុំឲ្យថ្ងៃដេអូគឺត្រូវការធ្វើម្ហូបបាទហូប3នាក់គឺ3នាក់ប្រពន្ធកូនបងប្អូនបាទអញ្ចឹងគឺថ្ងៃនេះប្រពន្ធគាត់ក៏បានសួរទៀតហើយថាបងឯងចង់ហូបអីខ្ញុំក៏ប្រាប់គាត់ថាបងចង់ហូបបាទស្ពៃបាទឆាស្ពៃជាមួយសាច់ជ្រូក3ជាន់អញ្ចឹងគាត់ក៏ធ្វើឲ្យបងប្អូនគឺទំនងទាំងបងប្អូនហើយបាទសាច់ក៏ទំនងបាទស្ពៃក៏ទំនងហើយបាទហើយយើងស្លនេះបាទយើងឆាមកទេស្រីបាទឆានេះគឺយើងឆាតែមួយចានទេបងប្អូនព្រោះយើងហូបតែ3នាក់ទេបាទចាប់ផ្ដើមពុះបដាបងប្អូនអើយគឺទំនងបដាហើយបាទបន្ទាប់ពីពុះហើយអីហើយបងប្អូនក៏ខ្ញុំរៀបចំគឺភ្លុកបងប្អូនភ្លុកបាទហើយភ្លុកនេះគឺទំនងទាំងបងប្អូនហើយម្ដងមាត់ផ្លុំដល់ហើយបាទគឺឆ្ងាញ់បងប្អូនឆ្ងាញ់បាទរសជាតិគឺល្មមតែម្ដងបងប្អូនបាទហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបាទចាំជួបในវីដេអូក្រោយទៀតបាទចុងក្រោយសូមជូនពរបងប្អូនជួបតែសុខភាពល្អបាទសំណាងល្អប្រកបរបរទទួលទានមានបានគ្រប់ក្រុមគ្រួសារបាទធ្វើដំណើរទៅទីណាកន្លែងណាសូមឲ្យជួបតែសុវត្ថិភាពទាំងអស់គ្នាបាទហើយជាចុងក្រោយខ្ញុំសូមពឹងបងប្អូនបាទជួយ like ជួយ share ក៏ដូចជា comment បាទពាក្យល្អៗឲ្យខ្ញុំបានសម្បត្តិណាម្នាក់មួយផងបាទនៅពេលនេះដែរខ្ញុំបានសម្បត្តិណាសូមរំអរកាយគ្រប់លាម្ដងទៀតចាំជួបในវីដេអូក្រោយបាទជម្រាបលាអរគុណច្រើន